ហើយទីនេះអាយុកាលជាង 2000 ឆ្នាំហើយបងប្អូនប៉ុន្តែផ្ទះនៅជុំវិញខ្ញុំហ្នឹងអាយុកាលដល់ 2000 ឆ្នាំទេពលអាយុកាលប្រហែលគ្នាជាមួយនឹងកំពង់ផែហួយអាននៅខាងនេះអញ្ចឹងស្ពានហ្នឹងដបូលប្រក់ក្បឿងអ្នកនរគ្នាហើយឈើនេះគេហៅថាឈើមរឹកក្រហមឈើមរឹកក្រហមហ្នឹងបើសិនជាបងប្អូនអ្នកនរគ្នាធ្លាប់ចូលសារមន្ទីរនៅក្នុងទីក្រុងភ្នំពេញប្រហែលជាធ្លាប់ឃើញខ្មុកហើយខ្មុកខ្មែរហ្នឹងច្រកតូចខ្លាំងមែនតើអ្នកនរគ្នានេះប្រហែលជា1 ម៉ែត្រ 1 ម៉ែត្រកន្លះហ្នឹងហើយមិនចដើរគេទ្វារចូលផ្ទះគេនេះជម្រាបសួរពុកម៉ែបងប្អូនអ្នកនរគ្នាថ្ងៃនេះខ្ញុំបានមកដល់ភូមិភាគកណ្ដាលនៃប្រទេសវៀតណាមដែលទីនេះគេហៅថាក្រុងហួយអានអ្នកនរគ្នាឥឡូវខ្ញុំនាំបងប្អូនទៅមើលផ្ទះបុរាណនៅក្រុងហួយអានថាតើមានសម្រស់ស្រស់ស្អាតប៉ុណ្ណាទៅទស្សនាវីដេអូជាមួយខ្ញុំអ្នកនរគ្នាតោះចូលមកហ្នឹងយើងត្រូវទិញសបុតដែរនេះសបុតមួយ120,000 ដងហើយយើងចូលបាន5កន្លែងអ្នកនរគ្នាប៉ុន្តែចូលទៅដល់ក្នុងហ្នឹងចាំយើងរើសថាយើងត្រូវចូលកន្លែងមួយណាអត់ដូចនៅ A10 អ្នកនរគ្នាយើងខ្ញុំទៅ A10 Valley of the King ហ្នឹងយើងចូលទៅយើងត្រូវរើសកន្លែងដែលយើងចង់ចូលឲ្យហើយប៉ុន្តែនេះអត់ទេនេះចាំចូលទៅក្នុងចាំយើងរើសព្រោះហ្នឹងគេមានអ្នកឆាយសបុតផ្សេងគីមចុងអុនទូចគីមចុងអុនធំពីណាគេចង់បានខ្ញុំទិញឲ្យគីមចុងអុនតែញ៉ាហ៊ានពាក់អត់ពាក់អីទៅកន្លែងខាងជើងអ្នកនរគ្នាពេលអានទៅកន្លែងខាងជើងដឹងតែអត់បានមកវិញហ្មងខ្ញុំធានាឲ្យបងប្អូនអរគ្នាអញ្ចឹងទីនេះគឺគេហៅថា Old Town ហួយអានឬមួយក៏ Ancient Town ហួយអានបើយើងប្រែជាខ្មែរគឺក្រុងចំណាស់ហួយអានឬមួយក៏ក្រុងបុរាណហួយអានអ្នកនរគ្នាហើយទីនេះអាយុកាលជាង 2000 ឆ្នាំហើយបងប្អូនប៉ុន្តែផ្ទះនៅជុំវិញខ្ញុំហ្នឹងអាយុកាលដល់ 2000 ឆ្នាំទេពលអាយុកាលប្រហែលគ្នាជាមួយនឹងកំពង់ផែហួយអាននៅខាងនេះចាំទីទៀតខ្ញុំនាំបងប្អូនទៅមើលឥឡូវយើងដើរមើលក្រុងផ្ទះបុរាណនៅក្នុងក្រុងហួយអាននេះសិនអញ្ចឹងផ្ទះបុរាណនៅទីនេះអាយុកាលប្រហែលជា 500-600 ឆ្នាំទេអ្នកនរគ្នាហើយផ្ទះនៅនេះភាគច្រើនដូចបងប្អូនអ្នកនរគ្នាឃើញហ្នឹងគឺអញ្ចាំងថ្មអ្នកនរគ្នាហើយក៏មានផ្ទះអញ្ចាំងឈើដែរហើយដបូលរបស់គេគឺប្រក់ក្បឿងហើយភាគច្រើនមួយជាន់អ្នកនរគ្នាអត់សូវមាន2ជាន់ទេបើមាន2ជាន់ដូចហាងកាហ្វេនៅក្រោយនោះមិញរបៀបថាជាន់ទី1ជាន់ទី2ហើយគេមានដបូលខាងលើហើយអ្នកអង្គុយផឹកកាហ្វេដូច Sky Bar អញ្ចឹងអ្នកនរគ្នាហើយទីនេះដូចបងប្អូនទាំងអស់គ្នាឃើញហ្នឹងភាគច្រើនគឺជាសិទ្ធិភ្ញៀវបរទេសអ្នកនរគ្នាសុំទោសមិនមែនភ្ញៀវបរទេសភ្ញៀវទេសចរជាតិនិងអន្តរជាតិភ្ញៀវទេសចរបរទេសដូចជាខាងអឺរ៉ុបក៏សម្បូរខាងអាស៊ីយើងខាងជប៉ុនចិនក៏សម្បូរដែរហើយខ្មែរយើងគឺខ្ញុំហ្នឹងហើយអញ្ចឹងនៅទីនេះគឺអត់សូវមានមនុស្សរស់នៅច្រើនកកដូចកាលពីមុនទេអ្នកនរគ្នាពេលដែលក្រុងហ្នឹងទៅរបៀបថាកកើតចេញមកហ្នឹងគឺមានប្រជាពលរដ្ឋរស់នៅគេលក់ដូរលក់អីចឹងទៅប៉ុន្តែសពថ្ងៃដូចអ្នកនរគ្នាឃើញចឹងភាគច្រើនគឺជាហាងអ្នកនរគ្នាហាងលក់វត្ថុអនុស្សាវរីយ៍លក់កៅអៅលក់អីចឹងទៅដោយសារអីកន្លែងនេះត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO នៅឆ្នាំ 1999 អញ្ចឹងសប្តាហ៍ថ្ងៃកន្លែងនេះគឺលែងមានមនុស្សរស់នៅកកកុញដូចមុនហើយគឺជាកន្លែងទេសចរសុទ្ធសាធតែម្ដងអញ្ចឹងឥឡូវខ្ញុំនាំបងប្អូនអ្នកគ្នាដើរមើលផ្ទះបុរាណនៅក្នុងក្រុងនេះសិនចាំតិចទៀតខ្ញុំនាំអ្នកនរគ្នាទៅមើលកំពង់ផែហួយអាននៅខាងនោះវិញទូចគេអ្នកនរគ្នាផ្លូវហ្នឹងគឺមានគ្រប់ច្រកគ្រប់កន្លែងតែម្ដងកាមេរ៉ាបែរទៅក្រោយទៅនោះអ្នកនរគ្នាផ្លូវហ្នឹងតទៅខាងនោះទៅផ្លូវធំទី1ទី2ទី3តទៅរហូតហើយចេញពីនោះដើររហូតទៅដល់មាត់ស្ទឹងអ្នកនរគ្នាបែរមកខាងនេះវិញអញ្ចឹងខ្ញុំដើរតាម alleyway អាផ្លូវច្រកតូចហ្នឹងខ្ញុំចេញពីកន្លែងទីប្រជុំជនមិញដើរទៅមាត់ស្ទឹងច្រកតូចខ្លាំងមែនតើអ្នកនរគ្នានេះប្រហែលជា1 ម៉ែត្រ 1 ម៉ែត្រកន្លះនេះហើយមិនចដើរគេទ្វារចូលផ្ទះគេនេះបងប្អូនទាំងអស់គ្នាឃើញទូកនោះអត់ទូកនោះស្ទើរតែទូកទេសចរហើយទូកហ្នឹងគឺមានអ្នកដឹកយើងអ្នកទាំងអស់គ្នាទូកនិយាយឡើងយើងជិះទូកហ្នឹងដើរលេងបានកាមេរ៉ាមកគៀតិចមកស៊ូមទៅទូកស៊ូមទៅទូកតិចស៊ូមមើលឃើញអត់អានេះទូកធំអាទូកទូចនោះមានអ្នកចែវអ្នកទាំងអស់គ្នាអ្នកចែវចាស់ក្មេងអីនិយាយឡើងគឺយើងមកជិះលេងបានហើយឥឡូវខ្ញុំដើរទៅកំពង់ផែទេសិនខ្ញុំបង្ហាញអ្នកទាំងអស់គ្នាឲ្យចាំល្ងាចឡើងខ្ញុំមកលេងជិះទូកលេងឲ្យអ្នកទាំងអស់គ្នាមើលទៀតឥឡូវយើងទៅនោះសិនតោះ អ
បងប្អូនទាំងអស់គ្នាអញ្ចឹងទីនេះហើយគឺជាកំពង់ផែហុយអានហើយកំពង់ផែនេះចាប់ផ្ដើមកកើតឡើងនៅសតវត្សទី15ហើយកន្លែងនេះគឺជាកំពង់ផែអ្នកមានអ្នកទាំងអស់គ្នាហើយតែបានខ្ញុំថាកំពង់ផែអ្នកមានដោយសារតែកន្លែងហ្នឹងគឺជាកន្លែងដែលពាណិជ្ជករគឺគេលក់ដូររបស់ថ្លៃអ្នកទាំងអស់គ្នាដូចជាកណាត់សូត្រល្អថ្លៃដូចជាស្នូមដើកស្នែងគោស្នែងក្របីដែលជារបស់លម្អក្នុងផ្ទះអញ្ចឹងទៅហើយអ្វីដែលពិសេសមួយទៀតគឺគេលក់គ្រឿងសេរ៉ាមិចអ្នកទាំងអស់គ្នាគ្រឿងសេរ៉ាមិចហ្នឹងគឺជារបស់ប្រើប្រាស់ក្នុងផ្ទះមានដូចជាចានដូចជាប៉ាន់តែដូចជាថូផ្កាអញ្ចឹងទៅប៉ុន្តែសេរ៉ាមិចហ្នឹងមិនមែនដូចធ្មេញសេរ៉ាមិចទេអ្នកទាំងអស់គ្នាគ្រឿងសេរ៉ាមិចហ្នឹងគឺគេធ្វើពីដីអត់ពិសេសម្យ៉ាងឆ្លងកាត់ការដុតកំឡោចពីភ្លើងរាប់រយរាប់ពាន់អង្សាឆ្លងកាត់ការធ្វើចាប់ផ្ចិតផ្ចង់ពីជាងចំណានអញ្ចឹងទៅហើយក៏របស់ទាំងអស់ហ្នឹងពេលដែលដុតចេញមកមិនមែនបានល្អទាំងអស់ទេអ្នកទាំងអស់គ្នារបៀបថាដុតចេញមកបាន grade A grade B grade C អញ្ចឹងទៅបានល្អខ្លាំងបាន top grade លក់បានថ្លៃអញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺជាកន្លែងលក់ដូររបស់ទាំងអស់ហ្នឹងហើយកន្លែងហ្នឹងតាក់ទាញពាណិជ្ជករមកច្រើនមែនទែនអ្នកទាំងអស់គ្នាមកតាំងពីអឺរ៉ុបហើយខាងអាស៊ីអាគ្នេយ៍អាស៊ីបូព៌ាយើងជាពិសេសខាងជប៉ុនហើយនិងខាងចិនតែម្ដងប៉ុន្តែគួរឲ្យសោកស្ដាយភាពកុសកនៅកំពង់ផែហុយអាននេះគឺចាប់ផ្ដើមថយចុះអ្នកទាំងអស់គ្នាដោយសារតែរាជវង្សងយេហ្នឹងគឺគេចាប់ផ្ដើមផ្លាស់ប្ដូរហេដ្ឋារចនាសម្ព័ន្ធនៅក្នុងការគ្រប់គ្រងគឺគេបានទៅបង្កើតកំពង់ផែមួយទៀតនៅក្រុងដាណាងអញ្ចឹងក្រុងដាណាងពីមុនគឺជាក្រុងតូចទេអ្នកទាំងអស់គ្នាហុយអានគឺជាក្រុងធំប៉ុន្តែក្រោយពីបង្កើតកំពង់ផែនៅក្រុងដាណាងហើយហ្នឹងក្រុងដាណាងគឺចាប់ផ្ដើមរីកលូតលាស់ជឿនលឿនខ្លាំងមែនទែនរហូតដល់សប្តាហ៍ហ្នឹងក្រុងដាណាងធំខ្លាំងជាងក្រុងហុយអានទៀតអ្នកទាំងអស់គ្នាអញ្ចឹងក្រុងហុយអានបន្ទាប់ពីពេលហ្នឹងមកគឺកំពង់ផែមួយនេះចាប់ផ្ដើមថយចុះបន្តិចម្ដងរហូតដល់បិទដំណើរការជាផ្លូវការហ្នឹងនៅដើមសតវត្សទី19អញ្ចឹងបន្ទាប់មកទៀតកំពង់ផែមួយនេះក្រុងចំណាស់មួយនេះគឺប្រែក្លាយទៅជាតំបន់ទេសចរប្រវត្តិសាស្ត្របងប្អូនទាំងគ្នាឥឡូវខ្ញុំមកដល់ស្ពានជប៉ុនហើយនេះកាមេរ៉ាជួយបែរទៅស្ពានជប៉ុនតិចហ៎អញ្ចឹងស្ពានជប៉ុននេះមានប្រវែងបដោយ18ម៉ែត្រគុណនឹងទទឹង3ម៉ែត្រហើយស្ពានហ្នឹងគឺជាស្ពានផងនិងជាវត្តផងអ្នកទាំងគ្នាប៉ុន្តែវត្តនៅក្នុងហ្នឹងអត់មានបដិមាព្រះពុទ្ធនោះទេហើយស្ពានហ្នឹងគឺត្រូវបានកសាងឡើងដោយពាណិជ្ជករជប៉ុនណាអ្នកទាំងគ្នាអញ្ចឹងកំពង់ផែហុយអានដែលមានពាណិជ្ជករមកលក់ដូរកកហ្នឹងភាគច្រើនគឺជាជនជាតិចិននិងជនជាតិជប៉ុនអញ្ចឹងជនជាតិជប៉ុនដែលសាងសង់ស្ពានហ្នឹងមកគឺដើម្បីភ្ជាប់សហគមន៍ជប៉ុនទៅសហគមន៍ចិនហើយប្រជាជនជប៉ុនហ្នឹងគឺគេមានជំនឿមួយទៀតអ្នកនរគ្នាគេសាងសង់ស្ពានហ្នឹងឡើងមកគឺដើម្បីសង្កត់សត្វណាម៉ាស៊ូហ្នឹងកុំឲ្យចេញមកអុកឡុកព្រោះថាសត្វហ្នឹងទៅចេញមកកវីកតុយទៅធ្វើឲ្យជួយផែនដីអញ្ចឹងគេសាងសង់ស្ពានហ្នឹងមកគឺគេដាក់សត្វស្វាហើយនឹងសត្វឆ្កែជាសេនាការពារកុំឲ្យសត្វនឹងចេញមកឥឡូវខ្ញុំនាំអ្នកទាំងគ្នាចូលទៅមើលស្ពានខាងក្នុងតោះនេះគឺជាសេនាឆ្កែដែលខ្ញុំបាននិយាយអំបញ្ញមិញអញ្ចឹងសេនាឆ្កែហ្នឹងជនជាតិជប៉ុនកសាងស្ពានហ្នឹងមកគឺគេដាក់សេនាឆ្កែមកជាហៀងខាងនោះគឺគេដាក់សេនាស្វាអញ្ចឹងសេនាទាំងពីរហ្នឹងគឺជាសេនាឃុំក្រងស្ពានហ្នឹងកុំឲ្យសត្វណាម៉ាស៊ូហ្នឹងចេញមកអុកឡុកអ្នកទាំងគ្នាឥឡូវយើងមកមើលឈើនេះម្ដងនេះឈើដែលគេធ្វើស្ពានហ្នឹងអញ្ចឹងស្ពានហ្នឹងដបូលប្រាក់ក្បឿងអ្នកទាំងគ្នាហើយឈើនេះគេហៅថាឈើមរឹកក្រហមហ្នឹងបើសិនជាបងប្អូនអ្នកគ្នាធ្លាប់ចូលសារមន្ទីរនៅក្នុងទីក្រុងភ្នំពេញប្រហែលជាធ្លាប់ឃើញខ្មុកខ្មែរហ្នឹងដែលគេធ្វើពីឈើមរឹកក្រហមហ្នឹងគឺគេធ្វើលក្ខណៈជាដូចជើងពៀនហើយមានគម្របមានអីសម្រាប់ទុករបស់ល្អរបស់មានតម្លៃជួនកាលគេធ្វើជាហឹបជាអីចឹងទៅអ្នកនរគ្នាអញ្ចឹងប្រភេទឈើហ្នឹងគឺប្រភេទឈើមរឹកក្រហមហ្នឹងតែមួយទេឥឡូវយើងទៅមើលខាងនោះវិញទៅមើលរូបស្វាម្ដងអ្នកនរគ្នាភ្ញៀវច្រើនណាបងប្អូនអើយភាគច្រើនខ្ញុំដើរចូលរបៀបថាចូលប្លង់គេកំពុងថតរូបជួនកាលដើរប៉ះធួគេយ៉ាគេកំពុងស្រែកឡែតអញ្ចឹងទៅខ្ញុំដើរកាត់គេអញ្ចឹងខាងនេះគឺជាសេនាស្វាអ្នកនរគ្នានេះបងប្អូនមើលដូចស្វាអត់អញ្ចឹងខាងនេះសេនាស្វាខាងនោះសេនាឆ្កែអញ្ចឹងសេនាទាំងពីរហ្នឹងគឺឃុំក្រងស្ពានហ្នឹងកុំឲ្យសត្វណាម៉ាស៊ូហ្នឹងចេញមកអុកឡុក
เอาคนบอลพอต่อคันนี้แต่บ้านตามนั้นตัวสนามเป็นตัวมือนี้ชุบยำบานเป็นดีแต่เป็นตัวกล้าจุดเรียบเรีย